ប្រជុំរឿងព្រេងនិទានខ្មែររឿងអ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាលកាលពីព្រេងនាយមានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួតបបួលគ្នាដេកក្នុងព្រៃអ្នកទាំងពីរនាក់ចាំងដេកកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបាងដេកកណ្ដាលបរិសុទ្ធទាំងពីរនាក់គិតគ្នាថាបើដូច្នោះយើងដេកយកជើងទល់គ្នាហើយបរិសុទ្ធទាំងពីរនាក់នោះក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នាហើយទទួលសម្ពុតចិត្តមើលមិនដឹងថាជាសត្វអ្វីវែងដូច្នោះឆ្ងល់ណាស់ត្បិតមិនដែលឃើញក៏បបួលអស់សត្វឯទៀតជាច្រើនមានទាំងដំរី ក្របីគោរមាសរមាំងក្តាន់ប្រាត្រួយចចកស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកទៀតសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះពួកយើងបបួលគ្នាមកមើលសត្វនេះច្រើនភាសាណាស់ហើយនៅសល់សត្វអ្វីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងនោះគិតគ្នាទៅឃើញនៅសល់តែទន្សាយពុំបានមកមួយទៀតឮល្វីថាទន្សាយនោះជាអ្នកមានប្រាជ្ញាចេះនិយាយក្បួនច្បាប់ទម្លាប់ចេះកលមាយាចាំទំនឹមទំនៀមច្រើនបើដូច្នោះយើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទើបបានត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ប្រកាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយឲ្យដំរីទៅអញ្ជើញទន្សាយដំរីក៏ទៅឃើញទន្សាយអង្គុយនៅលើក្បាលដំបូកទន្សាយឃើញដំរីដើរយែកយកមកពីនាយក៏សួរថាបងដំរីមានហេតុអីបានជារលះរលាំងមកដំរីឆ្លើយថាបងទន្សាយត្បិតមានសត្វអ្វីចម្លែកណាស់គ្មានអ្នកណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើលក្រែងបងទន្សាយឯងស្គាល់សត្វនោះឯទន្សាយឮដូច្នោះហើយសួរថាសត្វនោះដូចម្ដេចតូចឬធំវែងឬខ្លីដំរីថាសត្វនោះធំចុងធំគល់តូចកណ្ដាលហើយវែងប្រមាណ5ហត្ថទន្សាយឮដូច្នោះឆ្លើយឡើងថាអូបើដូច្នោះបងដំរីកុំព្រួយចិត្តចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជិះលើក្បាលបងឯងទៅដំរីឮដូច្នោះហើយដើរចូលទៅអោនក្បាលឲ្យទន្សាយជិះលើក្បាលទន្សាយធ្វើជាក្អេងក្អាងលុះទៅដល់ហើយចុះពីក្បាលដំរីយកស្លឹកឈើដែលមានស្នាមដង្កូវវាដូចជាអក្សរកាន់លើកឡើងធ្វើជាសម្បុត្រថាអស់បងប្អូនស្ដាប់ខ្ញុំត្បិតខ្ញុំជាបម្រើព្រះឥន្ទលោកប្រើឲ្យនាំសម្បុត្រមកហៅទន្សាយឡើងលើដំបូក
ធ្វើជាអានសម្បត្តិថាសត្វនេះព្រះឥន្ទលោកប្រើមកឈ្មោះសត្វយោគីយោកាយកទាំងអស់គ្នាយកទាំងអញយកទាំងឯងអស់សត្វឮទន្សាយមើលសម្បត្តិថាព្រះឥន្ទឲ្យមកយកទាំងអស់គ្នាក៏ស្ទុះបោចជន់គ្នាស្លាប់បាក់ដៃបាក់ជើងពាកពេញព្រៃស្រែកលាន់ទាំងព្រៃមនុស្សទាំងពីរនាក់ដឹងថាសត្វទាំងអស់នោះផ្អើលភ្ញាក់រត់ជន់គ្នាស្លាប់ដូច្នោះក្រោកឡើងលើកដៃសំពះទន្សាយថាបងទន្សាយមានគុណនឹងយើងខ្លាំងណាស់បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបយាយកលដល់យើងទេនោះសំខ្លាវានឹងកម្មយើងស៊ីជាចំណីវាទៅហើយបងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបានឯមនុស្សទាំងពីរនាក់មើលទៅឃើញអស់សត្វជន់គ្នាស្លាប់ពេញព្រៃដូច្នោះបបួលគ្នាអាយកសាច់រែកទាំងពីរនាក់ដាវទៅបន្តិចឃើញខ្លាសង្ឃុំមួយដំរេជន់បាក់ជើងដាវបានតិចតិចក៏បបួលគ្នាយកខ្សែចងដឹងយកទៅលុះដើរទៅបន្តិចជួបនឹងអ្នកបរទេះគោឯអ្នកបរទេះគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឈប់ប្រទេសសួរថាអ្នកធ្វើដូចម្ដេចក៏បានសាច់ច្រើនម្ល៉េះអ្នកនោះបញ្ឆោតថាឆ្កែកំបាក់ជើងខ្ញុំនេះឯងវាដេញកម្មត្បិតឆ្កែនេះជាឆ្កែប្រដេញវាតែងតែដេញសត្វមកមិនដែលស្ងួតឆ្នាំងដុលមួយពេលទេក្រែងតែគ្មានសត្វបើព្រៃណាមានសត្វហើយមិនដែលរួតពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេឲ្យតែវាឃើញស្នាមជើមនោះសង្ឃឹមថាបានឲ្យលៀងឆ្នាំងចាំហើយទៅមុខជានឹងបានមិនដែលខានទេឯអ្នកបរទេះគោឬអ្នកនោះនិយាយអួតប្រាប់ដូច្នោះហេតុតែជាមនុស្សល្ងងមិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំឃុំនោះគិតថាជាឆ្កែមែនទែនហើយនិយាយអង្វរលួញលោមថាបើដូច្នោះអ្នកអាណិតខ្ញុំសូមទិញឆ្កែនេះយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់អ្នករែកសាច់ឆ្លើយថាបើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅផ្ទះខ្ញុំសំនឹងស្ងួតឆ្នាំងហើយរកអ្វីស៊ីគ្មានទេប៉ុន្តែអ្នកបានជួបនឹងខ្ញុំមួយដងបើមិននិយាយគ្នាក៏មិនបានដែរឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វាណាស់រកអ្វីប្រៀបគ្មានបើអ្នកចង់ទិញតើអ្នកឲ្យថ្លៃប៉ុន្មានអ្នកបរទេះគោឆ្លើយថាខ្ញុំមានតែគោមួយនឹមនេះឯងហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្មានត្បិតបមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បានក្នុងមួយថ្ងៃឲ្យទឹកផឹកតែមួយដងទាំងលបឿនទៀតក្នុងស្រុកអាយនេះគ្មានគោណាលឿនស្មើទេតែឥឡូវនេះចិត្តខ្ញុំចង់បានឆ្កែអ្នកឯងយកទៅប្រដេញឯស្រុកខ្ញុំសូមដូរធ្នូគោមួយនឹមព្រមទាំងកណ្ដឹងចង្ក្រង់ត្រដោកខ្សែទៀមខ្សែជន្ទួនគ្រប់ប្រដាប់ស្រាប់តែឡើងបតែម្ដងខ្ញុំសូមតែខ្លួននឹងប្រពន្ធចុះចេញទេអ្នករែកសាច់ឬអ្នកបរទេសថាដូចជាគោមួយនឹមនឹងគ្រប់ប្រដាប់ស្រាប់តែឡើងបក៏នឹកអក្នុងចិត្តណាដោយសាររែកសាច់វាធ្ងន់ផង
ហើយធ្វើជាមិនចង់ដូរទេក្នុងចិត្តដូរណានិយាយថាឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ណាស់ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចុះប៉ុន្តែអ្នកធ្នមវាឲ្យល្អកុំឲ្យវាអត់ឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែតហើយយកសាច់ដាក់លើរទេះបទៅឯអ្នកម្ចាស់រទេះគោនោះក៏ដឹកខ្លាសំឃុំកំបាក់ជើងទេទៅបន្តិចទៅឲ្យសាច់ទៅខ្លាស៊ីជារឿយ